បាទសួស្តីបងប្អូនប្រិយមិត្តបងប្អូនណាសង្គ្រាមរវាងកម្ពុជាថៃហើយថៃសៀមវាធ្វើដល់ប៉ុណ្ណឹងហើយវាមានខ្មែរចោលមកសៀតមីកន្ធោអកថោមួយចំនួនវានៅនិយាយរឿងបង្ក្រាបហ្គេមអនឡាញបង្ក្រាបហ្គេមមើលដល់ម៉ោងនេះបងប្អូនថៃធ្វើដល់ប៉ុណ្ណឹងហើយវានៅនិយាយរឿងថៃនឹងមិនឆ្លៀនពៀនទេមកបង្ក្រាបហ្គេមអនឡាញស្កេមមើលអក្រិតកម្មអនឡាញនៅមានពួកមីកន្ធោអកថោនិយាយចឹងទៀតចឹងបានថាឥឡូវបងប្អូនមើលផុសតាងបញ្ជាក់ថាតើឆ្លៀនពៀនហើយកំតិចអ្វីដែលជាសមិទ្ធផលរបស់ខ្មែរចោលមានវាមិនដឹងទេបងប្អូនវាដឹងថាហ្នឹងវត្តអាហ្នឹងមន្ទីរពេទ្យហេតុអីក៏វាបាញ់កំតិចចោលបងប្អូនណាឆ្លៀនពៀនបងប្អូនឥឡូវបងប្អូនមើលនេះเราមើលទាំងអស់គ្នាបងប្អូនកុំឲ្យពួកអកថោមីកថោកូនចៅរាំងស៊ីវាเราបងប្អូនណាថៃបានតែនេះជាកំតិចហ្គេមអនឡាញឬកំតិចវត្តអារាមនេះបងប្អូនមើលសរុបបដិមាកឥឡូវបងប្អូនកុំទៅទៀតមកកំតិចវត្តនេះកំតិចជំនងបងលើមុនមិនម្ដងលើនេះគឺកំតិចជាមុនឆ្ងាយគេឡូវបងប្អូនមើលនេះសិតតែក្របអាខ្លះណាអត់តន់ផ្ទុះទេបាញ់ចូលវត្តហ្មងតើនេះបង្ក្រាបអនឡាញតើអនឡាញណាអក្រិតកម្មអនឡាញណានៅក្នុងព្រះវិហារហើយមិនវាមិនដឹងទេណារឿងវត្តនេះវត្តកៅសិក្ខាសគីគិរីស្វារៈនេះតាំងពីឆ្នាំ2008នោះវាធ្លាប់មកបាញ់ធ្លាប់មកផ្លោម្ដងហើយវាដឹងតែវត្តតែវានៅតែប្រព្រឹត្តក្របសិតបែកក្របអីនៅពេញម្នេះនេះបងប្អូនមើលនេះស្រួយក្របវត្តកម្ពុជារបស់យើងផងដែរទីសូនបងហ្នឹងមួយទៅឥឡូវមួយទៀតផោះតាងមួយទៀតខ្ញុំឲ្យបងប្អូនមើលផោះតាងកុំឲ្យពួកអកថោមីកថោកូនមីកបាញ់អកបាញ់របស់អាចោមសៀតសំរាំងស៊ីវាថាសៀមវៃនេះមិនឆ្លៀនពៀនទេគេមកបង្ក្រាបអក្រិតកម្មអនឡាញទេដល់ម៉ោងនេះនៅមានពាក្យនឹងនិយាយទេបងប្អូនថោកទៀនអញ្ចឹងឡូវមើលឡើយនេះបាទដល់សុខភាពត្រូវក្របតិចបាទដល់សុខភាពនេះនៅចិត្តប្រាសាទតាំងមន្ទីរពេទ្យបងប្អូននេះផ្លូវនេះបងប្អូនមើលឥឡូវបងប្អូនមើលការនេះតើចេតនាឬអចេតនាឥឡូវបងប្អូនគ្រាន់តែមើលក្របត្រូវមើលក្របនេះមិនមែនក្របផ្លោងមកត្រូវនេះបាញ់បងប្អូនបាញ់អានេះក៏ភ្លើងដៃឥឡូវមើលបងប្អូនពិនិត្យទៅលើស្នាមនៅជញ្ជាំងមន្ទីរពេទ្យមើលហើយសង្គ្រាមណាដែលគេច្បាំងគ្នាហើយគេទៅបាញ់មន្ទីរពេទ្យចោលបងប្អូនមន្ទីរពេទ្យទោះបីអាសត្រូវវារងគ្រោះក៏ពេទ្យជួយសង្គ្រោះវាដែរវាត្រូវរបួសត្រូវអីចូលមន្ទីរពេទ្យសង្គ្រោះវាទោះបីវាជាអ្នកឆ្លៀនពៀនក៏ដោយឥឡូវបងប្អូនពិនិត្យមើលតើនេះបង្ក្រាបអក្រិតកម្មអនឡាញដោយអាចោមសៀតគុណក៏បាញ់សំរាំងស៊ីវិថាឬក៏អាម៉ោងសារ៉ាត់វិថាវាអត់ទទួលស្គាល់តែសៀមឆ្លៀនពៀនទេបងប្អូនមើលហ្នឹងហើយសូមមេមដល់សុខភាពក៏យោធាថៃបំផ្លាញដែរនេះគឺត្រូវឡើងសោះតែម្ដងសោះសាច់ឥឡូវបងប្អូនមើលនេះមានអចេតនាទេច្បាំងគ្នាឲ្យបាញ់មកត្រូវក៏ផ្លោងមកត្រូវនេះចេតនាចូលមកបាញ់កំតិចចោលហ្មងបងប្អូនគាត់ឃើញសញ្ញាក្របដែលត្រូវលើអញ្ចឹងហ្នឹងមិនមែនផ្លោងមកត្រូវបំបែងទេត្រូវនេះបាញ់កំភ្លើងដៃឬក៏ភ្លើងម៉ាស៊ីនបាញ់បញ្ចូលមកមន្ទីរពេទ្យហ្មងហើយមិនដឹងថាហ្នឹងមិនមែនមន្ទីរពេទ្យដឹងតែបងប្អូនសាហាវណាស់ជនជាតិមួយនេះអញ្ចឹងហើយខ្ញុំវាមិនអន់ចិត្តទេសង្គ្រាមតែវាអន់ចិត្តចំពោះពួកអាចោមអាសៀតខ្មែរដែលវាទៅកាន់ជាងអាសៀមហើយវាសម្រួលបន្ទុកឲ្យសៀមថាសៀមចូលមកហ្នឹងមិនមែនឆ្លៀនពៀនទេគេមកបង្ក្រាបអនឡាញបង្ក្រាបអក្រិតកម្មអនឡាញអញ្ចឹងឥឡូវមួយទៀតបងប្អូនមើលនេះវត្តបងប្អូនមើលវត្តឥឡូវឧទាហរណ៍ថាវាបាញ់វាផ្លោងមកវាសិតតែមានយន្តហោះវាសិតតែមានដ្រូនវាថតដឹងថានឹងវត្តចុះអាមិនអត់បាញ់ចូលវត្តយើងធ្វើសង្គ្រាមយើងសម្ដៅទៅលើទីតាំងកងទ័ពឬក៏កន្លែងយុទ្ធសាស្ត្រទ័ពឬក៏បន្ទាយទ័ពតែនេះវត្តខ្លោងវាវត្តពហិវត្តមិនវាអត់ដឹងទេវាមានដ្រូនវាថតវាមានកប៉ាល់ហោះវាថតមុនតម្លាក់ហ្នឹងវាដឹងទេហេតុអីក៏វាបាញ់វានៅកំតិចចោលហើយសាសនាហ្នឹងដូចគ្នាអាសៀមហ្នឹងវាកាន់សាសនាហ្នឹងដែរតែហើយមិនមែនវាមិនស្គាល់វត្តណាវត្តខ្មែរហើយវត្តសៀមហ្នឹងគឺស្តៀងគ្នានឹងសាសនាជាមួយគ្នាហ្នឹងឥឡូវបងប្អូនមើលនេះអក្រិតកម្មសង្គ្រាមនេះបងប្អូនបំផ្លាញឆ្លៀនពៀនចូលមកដីគេបំផ្លាញសមិទ្ធផលគេចោលឥឡូវបងប្អូនទទួលយកបានអត់ឈឺចាប់ណាស់បងប្អូនយើងក្នុងនាមយើងជាខ្មែរឥឡូវមើល
មានជនជាតិមួយរស់នៅក្នុងភូមិផលរបងជាមួយគ្នាហើយដល់ថ្នាក់ហ្នឹងបងប្អូនមើលសាសនាដូចគ្នាសាហាវខូមែនជនជាតិមួយនេះធ្វើបាបប្រជាជនខ្មែរម្ដងហើយម្ដងទៀតអំឡុងឆ្នាំ7981សម្រាប់ប្រជាជនខ្មែរច្រើនណាស់សាហាវណាស់ចឹងកូនខ្មែរត្រូវតែចងចាំជាប្រវត្តិសាស្ត្រជនជាតិមួយនេះមិនត្រូវលើកលែងឲ្យវាជាដាច់ខាតបងប្អូនខូបងប្អូនខូសង្គ្រាមគេធ្វើឧទាហរណ៍តែគេបាច់ឈ្នះទៅចូលជាងកន្លែងណាមួយគេមិនត្រូវកំទេចមន្ទីរពេទ្យទេវត្តអារាមជាពិសេសវត្តអារាមសាសនាហើយបើឧទាហរណ៍ថាជនជាតិអឺរ៉ុបឬក៏ជនជាតិណាផ្សេងដែលគេកាន់សាសនាយេស៊ូអាហ្នឹងថាប្រឆាំងគ្នានឹងសាសនាពុទ្ធអីអញ្ចឹងគេបាញ់កំទេចចោលនេះកាន់សាសនាដូចគ្នាពុទ្ធហើយពុទ្ធដូចគ្នាណាមិនស្គាល់វត្តទេណាបងប្អូនហើយមិនមែនផ្លោងមកដោយអចេតនាឬក៏តម្លាក់ក្របដោយអចេតនាមកត្រូវចូលមកបាញ់ហ្មងឥឡូវយើងមើលស្នាមក្របនៅលើជញ្ជាំងមន្ទីរពេទ្យជញ្ជាំងពហិយគឺស្នាមបាញ់កំភ្លើងដៃធម្មតាអាការឬក៏អឹមសីអីហ្នឹងកំភ្លើងម៉ាស៊ីនអីបាញ់ចេញពីរថក្រោយហ្នឹងវាបើករថក្រោយមកឃើញតែហ្នឹងវត្តណាហើយវាបាញ់លេងអញ្ចឹងទៅឃើញតាមមន្ទីរពេទ្យហ្នឹងបាញ់លេងទៅមានកងទ័ពខ្មែរឬមានលេនឋានទ័ពខ្មែរណាដាក់នៅក្នុងមន្ទីរពេទ្យដាក់នៅក្នុងវត្តវាអត់មានទេអញ្ចឹងវាកំទេចចោលបាញ់លេងសបាយសើចក្អាកក្អាយពីលើរថក្រោះបងប្អូនឃើញស្រាប់អញ្ចឹងពិភពលោកត្រូវតែពិនិត្យមើលផងផ្ដល់យុទ្ធធម៌ឲ្យកម្ពុជាផងប៉ុន្តែខ្ញុំគ្មានសង្ឃឹមពួកអន្តរជាតិពងក្តអីឬអង្គការសហជីវជាតិពងក្តអីហ្នឹងទេអត់បានកាយទេបងប្អូនក្តទេពួកហ្នឹង